ថ្ងៃនេះក៏ជាឱកាសជំរាបជូនដែរថាវៀតណាមក៏ដោយថៃក៏ដោយនៅពេលដែលគាត់ទទួលបាននៅការមិនអនុញ្ញាតឲ្យចូលពីប្រទេសចិនគឺមានការញាក់ខ្លួនខ្លាំងមែនទែនបាទក្នុងការចលក់ហ្នឹងហើយថ្នាំដែលចលក់ទៅរៀននេះវាមិនមែនថ្នាំដាក់នៅដើមទៅរៀនទេបាទអញ្ចឹងមានន័យផ្លែរួចហើយมันគាត់យកទៅចលក់ហើយទំនិញដែលចលក់បាទយើងអត់ឲ្យចូលទេពីព្រោះអីធ្វើការជាមួយនឹងក្រសួងពាណិជ្ជកម្មលោកជំទាវមុនចេញទៅម្សិលមិញបានចែកគ្នាដែរថាជាមួយនឹងគយជាមួយនឹងកម្មគនត្រូលដែលឥឡូវទៅជាអ្នកការពារអ្នកប្រើប្រាស់នេះគឺបានយកសំណាក់បាទបើតរេននាំចូលគឺបានយកសំណាក់មកពិនិត្យរួចហើយឃើញថាអត់មានអីទេតាំងពីយើងចាប់ដើមបាទតឹងជាមួយរឿងតរេននេះមកគឺអត់ហ៊ានយកតរេនដែលមានថ្នាំអីចូលទេបាទអញ្ចឹងកន្លែងនេះក៏មានការគិតគូរពីរដ្ឋាភិបាលប៉ុន្តែដោយសម្ដេចលោកលើកថាយើងនឹងប្រជុំពិនិត្យជាមួយគ្នាថាសុវត្ថិភាពចំណីអាហារនេះនឹងត្រូវបន្តធ្វើយ៉ាងម៉េចដើម្បីកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតបាទ